នៅពេលអនាគតដ៏ខ្លីខាងមុខនេះអ្នកវិទ្យាសាស្ត្រប្រមានមនុស្សជាតិថាពិភពលោកនឹងជួបវិបត្តិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសីតុណ្ហភាពពិភពលោកកំពុងកើនឡើងដល់កម្រិតខ្ពស់បំផុតដែលបានសម្លាប់ត្រីរាប់លានក្បាលបំផ្លាញពូជសត្វជាច្រើននិងបញ្ចេញបាក់តេរីពីទឹកកកពូលដែលកំពុងរលាយប្រទេសមួយចំនួនកំពុងជួបបញ្ហាខ្វះខាតស្បៀងអាហារហើយប្រជាជនក៏ចាប់ផ្ដើមធ្វើកុបកម្មនៅប្រទេសថៃរដ្ឋាភិបាលធានាដល់ប្រជាជនថាពួកគេនៅតែមានធនធានសម្បូរបែបដោយសារតែបានកាត់ផ្តាច់ពីពិភពលោកខាងក្រៅជាង10ឆ្នាំមកហើយអតីតអ្នកប្រដាល់ថៃឈ្មោះស៊ីងធ្វើការជាអ្នកបើកបរដឹកជញ្ជូនឲ្យក្រុមហ៊ុន Versus Corporation ដែលជាក្រុមហ៊ុនកសិកម្មដ៏មានឥទ្ធិពលមួយក្នុងអំឡុងពេលធ្វើដំណើរចុងក្រោយស៊ីងតែងតែគិតដល់មិត្តស្រីរបស់គាត់ឈ្មោះ Rin ហើយបានប្រាប់មិត្តរួមការងារឈ្មោះក្រៅយ៉ាងថានេះជាបេសកកម្មចុងក្រោយរបស់គាត់នៅពេលពួកគេទៅដល់ទីក្រុងបាងកកពួកគេឃើញផ្លូវត្រូវបានរារាំងដោយឡានដឹកទំនិញមួយទៀតស៊ីងសង្កេតឃើញក្រុមចៅប្លន់កំពុងរងចាំវាយប្រហារហើយសម្រេចចិត្តវិសម្រុកមុនដោយយកក្បាលបរិះម្នាក់ទៅបោកនឹងកញ្ចក់ឡានបន្ទាប់មកគាត់ក៏បន្តប្រយុទ្ធជាមួយក្រុមចៅទាំងនោះដោយប្រើបទពិសោធន៍ប្រដាល់នៅលើសង្វៀនដើម្បីផ្ដួលពួកគេទាំងអស់ Proton Hound Sign for Beef and Prospered Fuse ប៉ុន្តែនោះជាលើកតែមួយគត់ដែលពួកគេអាចធ្វើឲ្យគាត់រងរបួសបានស៊ីងបង្ហាញជំនាញដ៏គួរឲ្យកោតសរសើរខណៈពេលប្រយុទ្ធជាមួយក្រុមចៅប៉ុន្តែបរិះម្នាក់នៅតែអាចទៅដល់ផ្នែកខាងក្រោយនៃឡានបាននៅពេលដែលគាត់កំពុងតែបើកប្រអប់ទំនិញក្រាំងក៏ស្ទុះទៅផ្ដួលគាត់យ៉ាងរហ័សហើយបិទឡានវិញនៅជុំវិញទីក្រុងមានអគារបោះបង់ចោលជាច្រើនហើយមនុស្សម្នាកំពុងបួងសួងសុំអភូតហេតុជួមនុស្សរងចាំយកទឹកមានប្រវែងវែងហើយប៉ូលីសវាយប្រហារអ្នកណាដែលពួកគេមិនពេញចិត្តអ្នកណាដែលជួយក្រុមបាតុករនឹងត្រូវចាត់ទុកថាជាជនល្មើសនៅក្នុងក្រសែភ្នែករដ្ឋាភិបាលនៅពេលដែលអ្នកទាំងពីរទៅដល់ឃ្លាំងពួកគេមិនទទួលបានប្រាក់ឈ្នួលពេញលេញទេព្រោះមានប្រអប់មួយត្រូវបានបើកគូរាងយកប្រអប់នោះទៅផ្ទះហើយឲ្យម៉ូតូចាស់របស់គាត់ទៅស៊ីងតាមការសន្យាបន្ទាប់មកគាត់មើលក្នុងប្រអប់នោះហើយរកឃើញថាវាពោពេញដោយត្រីដែលពួកគេមិនបានហូបអស់ជាច្រើនឆ្នាំមកហើយបន្ទាប់មកស៊ីងក៏ត្រឡប់ទៅផ្ទះវិញជាមួយកាបូបនិងត្រីមួយចំនួនរៀនជាគ្រូពេទ្យដូច្នេះនាងជួយលាងរបួសឲ្យគាត់ព្រមទាំងស្ដីបន្ទោសគាត់ដែលទៅទទួលបេសកកម្មគ្រោះថ្នាក់បែបនេះទៀតស៊ីងសុំទោសហើយស្បត់ថាលើកនេះជាលើកចុងក្រោយប៉ុន្តែនាងមិនជឿគាត់ទេព្រោះគាត់តែងតែនិយាយបែបនេះជានិច្ចនៅតាមផ្លូវប៉ូលីសប្រកាសថាអគ្គិសនីនឹងត្រូវកាត់ផ្តាច់នៅក្នុងសង្កាត់នេះរិនចេញទៅធ្វើការដោយជិះឡានដឹកទំនិញដែលការពារកម្មករពិសេសទន្ទឹមនឹងនោះភូរិកដែលជាមន្ត្រីជាន់ខ្ពស់របស់ Versus Corporation កំពុងហូបអាហារថ្ងៃត្រង់ជាមួយអ្នកវិនិយោគសំខាន់ពួកគេបានហូបត្រីនិងស្រាដ៏ល្អបំផុតខណៈពេលដែលមនុស្សកំពុងសម្លាប់គ្នាដើម្បីដណ្ដើមអាហារនៅតាមផ្លូវ Purix Spot ថា company នឹងក្លាយជាមជ្ឈមណ្ឌលអាហាររបស់ពិភពលោកដូច្នេះគាត់ចង់បានកិច្ចសហប្រតិបត្តិការពីអ្នកវិនិយោគបន្ទាប់ពីហូបត្រីបានបន្តិចភូរិកក៏ចាប់ផ្ដើមខ្ជិះឈាមនិងដួលសន្លប់ព្រោះគាត់មានរួចក៏ប្រកាច់នៅឯមន្ទីរពេទ្យរិនត្រូវត្រៀមខ្លួនវះកាត់ប៉ុន្តែលោកនាយកបាននាំនាងទៅតំបន់ហាមឃាត់សម្រាប់ករណីដ៏សំខាន់មួយនេះជាតំបន់ពិសេសរបស់មន្ទីរពេទ្យដែលទុកសម្រាប់អ្នកជំងឺអ្នកមានរិនបានជួបវ៉ាស៊ូដែលជាប្រធានក្រុមហ៊ុន Versus Corporation ដែលមានប្រពន្ធកំពុងសន្លប់និងឈឺធ្ងន់គាត់បានយកត្រីស្រស់មកហើយចង់ដឹងថាអាចឲ្យប្រពន្ធគាត់ញ៉ាំបានដែរឬទេដើម្បីជួយឲ្យនាងឆាប់ជាសះស្បើយរិនយល់ថាវាមិនមែនជាគំនិតល្អទេរហូតទាល់តែត្រីនោះត្រូវបានគេពិនិត្យសិនប៉ុន្តែវ៉ាស៊ូរំបុកនាងថាជាអ្នកគ្រប់គ្រងអាហារឲ្យទូទាំងប្រទេសហើយគាត់សម្រេចចិត្តធ្វើតាមរបៀបរបស់គាត់ទន្ទឹមនឹងនោះពូរិចកំពុងតែប្រកាច់នៅពេលដែលគេបញ្ជូនមកដល់ហើយគ្រូពេទ្យក៏បានចាក់ថ្នាំសណ្ដំគាត់ភ្លាមៗប៉ុន្តែគាត់នៅតែបន្តក្អួតឈាមហើយមិនយូរប៉ុន្មានក៏ចាប់ផ្ដើមថប់ដង្ហើមគ្រូពេទ្យប្រញាប់ធ្វើ CPR ខណៈដែលសរសៃឈាមរបស់ពូប្រែជាខ្មៅហើយឈាមក៏ខ្ទាតពេញនោះប៉ុន្តែចុងក្រោយគាត់ក៏ស្លាប់បាត់ទៅមានចន្ទុះក្រោយពេលក្រុមគ្រូពេទ្យភាគច្រើនចេញទៅភ្នែករបស់ពូរិចក៏ប្រែជាខ្មៅងងឹតហើយគាត់ក៏ចាប់ផ្ដើមប្រកាច់ម្ដងទៀតគិលានុបដ្ឋាយិកាម្នាក់ស្រែកឡើងនៅពេលដែលគាត់ស្រាប់តែលោតទៅវាយប្រហារនាងបន្ទាប់ពីកិច្ចប្រជុំចប់រៀននិងលោកនាយកក៏ត្រឡប់មកតំបន់មន្ទីរពេទ្យវិញហើយឃើញបុគ្គលិកកំពុងរត់គេចខ្លួនដោយភាពភ័យស្លន់ស្លោគ្រូពេទ្យពីរនាក់ដែលមានឈាមហូរពេញខ្លួនបានដួលទៅលើឥដ្ឋមុនពេលដែលពូរិចដែលខ្លាចជាខ្មោចឆៅលេចមុខមកខំពួកគេម្ដងទៀតនៅឯផ្ទះស៊ីងបានឮតាមវិទ្យុថាមានអាសន្ននៅឯមន្ទីរពេទ្យហើយប្រជាជនត្រូវតែនៅឲ្យឆ្ងាយពីតំបន់នោះគាត់ក៏ជិះម៉ូតូទៅភ្លាមៗដោយមិនបានចាប់អារម្មណ៍ឃើញត្រីកំពុងកម្រើកនៅក្នុងកែវឡើយនៅខាងក្រៅមន្ទីរពេទ្យស៊ីងឃើញក្រុមគ្រួសារអ្នកជំងឺកំពុងត្រូវប៉ូលីសរារាំងមិនឲ្យចូលដែលពួកគេនិយាយថាពួកគេក៏មិនដឹងថាមានរឿងអ្វីកើតឡើងដែរស្រាប់តែសាកសពគ្រូពេទ្យម្នាក់និងសន្តិសុខម្នាក់បានធ្លាក់ពីលើបង្អួចមកធ្វើឲ្យឈាមខ្ទាតពាសពេញដីនៅពេលប៉ូលីសម្នាក់ព្យាយាមទៅពិនិត្យមើលគ្រូពេទ្យនោះនាងក៏ខ្លាចជាខ្មោចឆៅហើយវាយប្រហារគាត់បុរសនោះត្រូវខំមុនពេលគាត់បាញ់ក្បាលខ្មោចឆៅនោះសន្តិសុខដែលធ្លាក់មកនោះក៏បានប្រែខ្លួនដែរប៉ុន្តែប៉ូលីសពីរនាក់បានបាញ់គាត់ចោលយ៉ាងរហ័សជាអកុសលគាត់បានខំគិលានុបដ្ឋាយិកាម្នាក់រួចទៅហើយដែលនាងក៏ចាប់ផ្ដើមវាយប្រហារដែរខណៈពេលដែលភាពវឹកវរនិងការភ័យខ្លាចគ្របដណ្ដប់លើផ្លូវមនុស្សម្នាកំពុងនាំគ្នារត់ចេញពីមន្ទីរពេទ្យដោយភាពភ័យខ្លាចប៉ូលីសបានបាញ់ឡើងលើនិងប្រកាសថាអ្នកណាដែលមិនស្ដាប់បង្គាប់នឹងត្រូវទទួលខុសត្រូវដែលធ្វើឲ្យហ្វូងមនុស្សកាន់តែភ័យស្លន់ស្លោខ្លាំងឡើងមិនយូរប៉ុន្មានប៉ូលីសក៏បើកការបាញ់ប្រហារដោយសម្លាប់ជនស៊ីវិលមិនថាពួកគេឆ្លងមេរោគឬមិនឆ្លងទេស៊ីងបានឆ្លៀតឱកាសក្នុងភាពវឹកវរនោះលួចចូលទៅក្នុងមន្ទីរពេទ្យដែលនៅទីនោះមានសន្តិសុខម្នាក់កំពុងព្យាយាមរារាំងមនុស្សមិនឲ្យចូលនៅពេលខ្មោចឆៅមួយលេចមុខមកសន្តិសុខនោះត្រូវតស៊ូជាមួយវាដោយប្រើតែដំបងរបស់គាត់នៅតំបន់ហាមឃាត់ពួកខ្មោចឆៅបានគ្រប់គ្រងគ្រប់ទីកន្លែងអស់ទៅហើយស្នាមឈាមប្រឡាក់ពេញជញ្ជាំងនិងកម្រាលឥដ្ឋខណៈដែលមនុស្សម្នាត្រូវបានសម្លាប់នៅគ្រប់ជ្រុងនៅក្នុងបន្ទប់មួយបរិនកំពុងលាក់ខ្លួនជាមួយនាយកមន្ទីរពេទ្យដែលកំពុងរងរបួសពេលនាងលែងឮសំឡេងរំខាននាងក៏គិតចង់ចេញទៅក្រៅប៉ុន្តែត្រូវបង្កក់ខ្លួនស្ងៀមពេលដឹងថាមានអ្វីមួយយ៉ាងកំពុងកម្រាក់នៅពីក្រោយនាងដោយឃើញនាយកមន្ទីរពេទ្យបាត់ខ្លួនរិនក៏ដើររកគាត់ហើយឃើញគាត់កំពុងស៊ីសាកសពគិលានុបដ្ឋាយិកាម្នាក់ភ្លាមៗតែឃើញនាងគាត់ក៏ព្យាយាមវាយប្រហារនាងប៉ុន្តែគាត់បានបុកនឹងធ្នើក៏ជាប់គាំងនៅទីនោះរិនរត់ចេញពីបន្ទប់ទាំងភ័យសន្ស្លោហើយក៏ភ្ញាក់ផ្អើលពេលឮសំឡេងស៊ីងតាមរយៈឧបករណ៍បំពងសំឡេងក៏មកហឺប្រនាងព្យាយាមឆ្លើយតបទៅគាត់ប៉ុន្តែភ្លាមនោះភ្លើងក៏ដាច់នៅគ្រប់ជាន់នៃមន្ទីរពេទ្យការសម្លាប់រង្គាលនៅតែបន្តហើយចំនួនខ្មោចឆៅក៏កើនឡើងជារៀងរាល់វិនាទីពេលខ្មោចឆៅមួយព្យាយាមវាយប្រហារស៊ីងគាត់ក៏ការពារខ្លួនដោយប្រើក្បាច់គុណតុកនឹងសំបីតែខ្សែទូរស័ព្ទត្រឹមតែប៉ុន្មានក្បាច់ប៉ុណ្ណោះគាត់ក៏ផ្ដួលខ្មោចឆៅទាំងនោះហើយចាក់មួយក្បាលជាប់នឹងជើងតុកហុយបន្ទាប់មកស៊ីងចាក់ចេញពីបន្ទប់ហើយបន្តប្រយុទ្ធជាមួយខ្មោចឆៅនៅតាមច្រករបៀងដោយប្រើក្បាច់ទាត់និងដាល់ដើម្បីទប់ទល់នឹងពួកវាគាត់បិទទ្វារពីក្រោយដើម្បីកុំឲ្យពួកវាដេញតាមហើយប្រញាប់ទៅចណ្ដើស្រាប់តែឮសំឡេងអ្នកស្រីរកជំនួយ
នៅក្បែរនោះបាឌីកំពុងរកផ្លូវចេញស្រាប់តែត្រូវខ្មោចឆៅមួយដែលជាប់ខ្សែក្រវ៉ាត់ធ្វើឲ្យគាត់ភ្ញាក់ផ្អើលគាត់ជាប់ក្នុងវាំងននទិសនោះក៏ចាប់គាត់តាមរយៈវាំងនននោះដូច្នេះបាឌីក៏ខំប្រឹងទាញរហូតដល់រួចខ្លួនជាអកុសលខ្មោចឆៅនោះក៏ដាច់ខ្សែចុងហើយចាប់ផ្ដើមដេញតាមបាឌីដែលកំពុងលាក់ខ្លួននៅក្រោយក្រែខ្មោចឆៅនោះលូនចូលទៅក្រោមក្រែប៉ុន្តែពេលវាជិតចាប់បានគាត់ស៊ីងក៏ទាញវាថយក្រោយវិញចាប់ផ្ដើមប្រយុទ្ធជាមួយវាបាឌីប្រាប់ស៊ីងថាខួរក្បាលគឺជាចំណុចខ្សោយរបស់ខ្មោចឆៅដូច្នេះស៊ីងក៏វាយទៅលើក្បាលរបស់ពួកវាដើម្បីកម្ចាត់ឲ្យបានលឿនហើយថែមទាំងយកដបមកធ្វើជាអាវុធទៀតផងភ្លាមនោះខ្មោចឆៅមួយក្បាលបានលោតទៅលើបាឌីដើម្បីខំជើងគាត់ហើយស៊ីងក៏ជន់ក្បាលវាដើម្បីសម្លាប់វាចោលបាឌីមានការភ័យស្លន់ស្លោព្រោះគិតថាខ្លួននឹងខ្លាចជាខ្មោចឆៅដែរប៉ុន្តែគាត់ក៏ឃើញថាខ្មោចឆៅនោះពាក់ធ្មេញផ្លាស្ទិកទើបគាត់ដឹងថាខ្លួនមិនអីទេពេលស៊ីងព្យាយាមចាក់ចេញបាឌីក៏សុំឲ្យគាត់នាំគាត់ទៅជាមួយម្ដាយរបស់គាត់ធ្វើការនៅជាន់ទី3ជាមួយរៀនដូច្នេះស៊ីងក៏យល់ព្រមឲ្យក្មេងប្រុសនេះនាំផ្លូវទន្ទឹមនឹងនោះក្មេងស្រីម្នាក់កំពុងយំដើរចេញពីមន្ទីរពេទ្យដើម្បីរកម្ដាយរបស់នាងក្រុមមន្ត្រីប្រាប់ឲ្យនាងត្រឡប់ទៅវិញប៉ុន្តែនាងភ័យខ្លាំងពេកទើបមិនយល់ពីអ្វីដែលគេនិយាយសន្តិសុខម្នាក់រត់ចេញមកព្យាយាមពន្យល់ថានាងមិនបានឆ្លងមេរោគទេប៉ុន្តែគេក៏ត្រូវគេបាញ់សម្លាប់ភ្លាមៗហើយក្មេងស្រីនោះក៏ត្រូវគេសម្លាប់ចោលដែរនៅឯការិយាល័យយោធាដឹកនាំកំពុងពិភាក្សាអំពីស្ថានភាពនេះហើយយល់ស្របថាជំរឿសតែមួយគត់ដើម្បីសង្គ្រោះទីក្រុងគឺត្រូវបំផ្ទុះមន្ទីរពេទ្យចោលមុនពេលមេរោគរីករាលដាលមិនយូរប៉ុន្មានគេហ៊ានមួយក្រុមបានលួចចូលទៅក្នុងមន្ទីរពេទ្យដើម្បីដាក់គ្រាប់បែកនៅតំបន់ហាមឃាត់រិនកំពុងលួចដើររកផ្លូវប៉ុន្តែឃើញទ្វារការិយាល័យសន្តិសុខជាប់សោស៊ីតានៅលើខ្លួនសន្តិសុខដែលកំពុងកម្រើកញាប់ញ័រនាងក៏លូកដៃទៅយកដោយប្រុងប្រយ័ត្នប៉ុន្តែសន្តិសុខម្នាក់នោះក៏ដឹងខ្លួនឡើងក្នុងនាមជាខ្មោចឆៅហើយវាប្រហារនាងរិនដណ្ដើមយកសោបានពេលនាងរុញវាចេញរួចនាងក៏ប្រញាប់ឆ្លងកាត់ទ្វារហើយយកទូទៅរាំងទ្វារនោះទុកបន្ទាប់មកនាងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពហើយរកឃើញថាគ្មានកន្លែងណាសុវត្ថិភាពសូម្បីតែមួយនៅក្នុងមន្ទីរពេទ្យនេះនៅពេលស៊ីងនិងបាឌីរកឃើញក្តារកាលវិពួកគេបានអានឃើញថារិននិងម្ដាយរបស់បាឌីត្រូវតែនៅជាន់ទី5ដើម្បីវះកាត់នៅថ្ងៃនេះពួកគេក៏នាំគ្នាទៅទីនោះមានខ្មោចឆៅម្នាក់អង្គុយលើរទេះរុនព្យាយាមដេញតាមពួកគេប៉ុន្តែវាគ្រាន់តែធ្លាក់ចុះមកក្រៅបាឌីសាចំអកឲ្យវាហើយសំឡេងនោះក៏តាក់ទាញហ្វូងខ្មោចឆៅមួយក្រុមតូចមកស៊ីងវាខ្មោចឆៅមួយចំនួនដួលរួចគេនិងបាឌីក៏ចាប់ផ្ដើមរត់បន្ទាប់ពីរាំងផ្លូវដើរដោយក្រែរុញអ្នកជំងឺពួកគេទាំងពីរក៏លាក់ខ្លួនក្នុងបន្ទប់ជិតបំផុតហើយរាំងទ្វារដោយតុមួយក្នុងបន្ទប់នោះមានបុរសវ័យក្មេងម្នាក់កំពុងមើលថែឪពុកដែលសម្រាប់ព្យាបាលនៅទីនោះគេគិតថាពួកគេនឹងគ្មានថ្ងៃគេចផុតឡើយដូច្នេះគេក៏យកថ្នាំរបស់ឪពុកមកបញ្ចប់ជីវិតខ្លួនឯងដោយជ្រើសរើសយកសេចក្តីស្លាប់ជាជាងខ្លាចជាខ្មោចឆៅគេប្រាប់ឪពុកថាគេស្រឡាញ់គាត់មុនពេលគេដាច់ខ្យល់ស្លាប់មិនយូរប៉ុន្មានពួកខ្មោចឆៅក៏កំទេចទ្វារមួយផ្នែកហើយចាប់ផ្ដើមរុញចូលដូច្នេះស៊ីងក៏បំបីបង្អួចហើយនាំបាឌីគេខ្លួនចេញបានទាន់ពេលវេលាខណៈពេលដែលហ្វូងខ្មោចឆៅសម្រុកចូលមកស៊ីសាក់សពបុរសនោះពួកគេទាំងពីរក៏ឡើងតាមរន្ទារាល់ពេលដែលពួកគេឆ្លងកាត់បង្អួចពួកខ្មោចឆៅក្នុងបន្ទប់ព្យាយាមលូកដៃចាប់ពួកគេកាបូបរបស់បាឌីជាប់នឹងរន្ទាដែលធ្វើឲ្យសត្វចម្លែកនៅមាត់បង្អួចអាចឈិនចាប់ជើងរបស់គាត់មុនពេលដែលគាត់ត្រូវខំស៊ីងក៏គប់ដំបងដៃទៅចាក់ចំភ្នែកខ្មោចឆៅនោះបន្ទាប់មកគាត់ក៏ជួយទាញបាឌីដែលកំពុងភ័យខ្លាចឡើងមកលើទីបំផុតអ្នកទាំងពីរក៏ត្រឡប់ចូលទៅខាងក្នុងវិញហើយដើរដោយប្រុងប្រយ័ត្នបំផុតដោយមិនឲ្យមានសម្លេងដែលអាចទាក់ទាញពួកខ្មោចឆៅបានពេលកំពុងពួនក្រោយតុពួកគេក៏ឃើញមីងដែលជាម្ដាយរបស់បាឌីហើយក្មេងប្រុសនោះក៏ស្ទុះទៅអោបម្ដាយដោយក្តីធូរចិត្តមីងបានហុចថ្នាំហឺតឲ្យកូនរួចប្រាប់ស៊ីងថារីនកំពុងនៅជាន់ទី10បាឌីចង់ឲ្យម្ដាយទៅជាមួយពួកគេប៉ុន្តែគាត់ត្រូវខ្មោចខាំបាត់ទៅហើយទើបគាត់សុំឲ្យស៊ីងជួយមើលថែកូនប្រុសរបស់គាត់បាឌីយំកាត់កណ្ដុរអោបម្ដាយជាប់រហូតដល់ស៊ីងត្រូវបង្ខំចិត្តអូសគាត់ចេញមកពេលដើរចូលទៅដល់ច្រករបៀងបន្ទាប់បាឌីក៏ខំដៃស៊ីងដើម្បីរំដោះខ្លួនរួចហើយរត់ត្រឡប់ទៅរកមីងវិញតែបែរជាឃើញថាគាត់បានខ្លាចជាខ្មោចឆៅទៅហើយនាងក្រហមដាក់ពួកគេពីក្រៅបង្អួចប៉ុន្តែត្រូវងាកទៅចាប់អារម្មណ៍ពេលឮសំឡេងក្មេងយំស៊ីងក៏ឆ្លៀតឱកាសបីបាឌីរត់តាមច្រករបៀងហើយទាត់ខ្មោចឆៅណាដែរចូលមកជិតពួកគេរហូតដល់ទៅដល់ជណ្ដើរបន្ទាប់មកបាឌីក៏ចាប់ផ្ដើមយំដោយនិយាយថាគាត់មិនចង់ទៅបន្តទៀតទេស៊ីងក៏រំលឹកគាត់ថាមីងចង់ឲ្យគាត់រស់បន្តដើម្បីបញ្ចុះបញ្ចូលឲ្យគាត់ទៅជាមួយទន្ទឹមនឹងនោះរីនក៏បានរកឃើញថាវ៉ាស៊ូមានសុវត្ថិភាពនៅរត់ទៅទីនោះហើយអង្វររហូតដល់វ៉ាស៊ូយอมឲ្យនាងចូលរួចបិទទ្វារភ្លាមមុនពេលពួកស៊ុំប៊ីមកដល់គណៈរឹងកំពុងតែដួលសន្លប់វ៉ាស៊ូប្រាប់ឲ្យនាងសម្រាកព្រោះក្រុមរបស់គាត់នឹងមកទទួលឆាប់ៗនេះក្នុងពេលជាមួយគ្នានោះមេបញ្ជាការយោធាទទួលបានបញ្ជាឲ្យទៅជួយសង្គ្រោះវ៉ាស៊ូនិងប្រពន្ធរបស់គាត់មនុស្សមួយចំនួនជំទាស់ព្រោះពួកគេមានពេលតែ30នាទីប៉ុណ្ណោះមុនពេលក្របបែកផ្ទុះប៉ុន្តែពួកគេត្រូវបង្ខំចិត្តទៅដដែលនៅពេលឧទ្ធម្ភាគចក្រចុះចតលើដំបូលស៊ីងនិងបាឌីដែលនៅជណ្ដើរបានឃើញពន្លឺភ្លើងមួយសន្ទុះក្រោយមកវ៉ាស៊ូគាត់សម្គាល់ឃើញថាឈាមសម្រាប់បញ្ចូលឲ្យប្រពន្ធគាត់ជិតអស់ហើយគាត់បញ្ចូលរីនឲ្យទៅរកឈាមបន្ថែមដោយសន្យាថានឹងជួយសង្គ្រោះនាងពេលក្រុមការងារមកដល់ព្រិនចាក់ចេញពីបន្ទប់ហើយលួចដើរដោយប្រុងប្រយ័ត្នពីពួកហ្សុំប៊ីភ្លាមនៅពេលឃើញឱកាសនាងក៏រត់ចូលទៅក្នុងបន្ទប់បន្ទាប់ហើយសម្លេងបិទទ្វារបានតាក់ទាញចំណាប់អារម្មណ៍ពួកហ្សុំប៊ីនៅពេលស៊ីងនិងបាឌីឡើងមកដល់ជាន់ទី10ពួកគេត្រូវប្រើដៃទីដើម្បីគាស់ទ្វារឲ្យបើកខណៈកំពុងដើរស៊ីងបានឃើញខ្សែរបស់រីននៅលើឥដ្ឋហើយគិតក្នុងផ្លូវអាក្រក់ប៉ុន្តែភ្លាមនោះគាត់ក៏ឃើញនាងរត់ទៅលាក់ខ្លួនក្នុងបន្ទប់បន្ទាប់ដែលឃើញពួកហ្សុំប៊ីកំពុងតាមនាងគាត់ក៏រុញក្រែរទេះរុញដើម្បីឲ្យពួកវាលួចរំលងគាត់បន្ទាប់មកស៊ីងចាប់ផ្ដើមប្រយុទ្ធជាមួយពួកវាដោយប្រើដៃទីខណៈនៅម្ខាងទៀតនៃជាន់នោះទាហានចាប់ផ្ដើមបាញ់ប្រហារទៅលើហ្វុងហ្សុំប៊ីក្រុមការងារឆាប់ទៅដល់បន្ទប់របស់វ៉ាស៊ូហើយពួកគេនាំគាត់និងប្រពន្ធចេញទៅដោយមិនរងចាំរៀនឡើយខណៈដែលស៊ីងកំពុងប្រយុទ្ធគាត់ក៏ឃើញរៀននៅម្ខាងទៀតនៃបង្អួចប៉ុន្តែនាងត្រូវរត់គេចព្រោះមានខ្មោចឆៅមួយកំពុងដេញតាមនាងបាឌីព្យាយាមបើកទ្វារតែវាជាប់ដូច្នេះស៊ីងក៏បោះបំពង់ពន្លត់អគ្គិភ័យទៅដើម្បីបំបែកវានៅពេលដែលខ្មោចឆៅជិតដល់រីនបាឌីក៏បើកបំពង់ពន្លត់អគ្គិភ័យនោះដើម្បីឲ្យរីនមានពេលលាក់ខ្លួននាងបានធ្វើឲ្យមានសម្លេងដោយអចេតនាពេលជន់លើថាសហើយខ្មោចឆៅក៏មករកនាងប៉ុន្តែស៊ីងបានវាក្បាលវាផ្ទួនដោយបំពង់ពន្លត់អគ្គិភ័យរហូតដល់វាសត្វស្មាត់បន្ទាប់មកអ្នកទាំងពីរក៏អោបគ្នាដោយក្តីរំភើបនៅតាមច្រករបៀងហ្វូងខ្មោចឆៅបានឡោមព័ទ្ធក្រុមរបស់ពួកគេហើយការប្រយុទ្ធក៏កើតឡើងទោះបីជាវាមានរយៈពេលខ្លីដោយសារតែមានកំភ្លើងក៏ដោយជាអកុសលគ្រូពេទ្យយោធាត្រូវបានខំហើយទាហានត្រូវតែបាញ់គាត់មុនពេលគាត់ប្រែខ្លួន
បដិសេធមិនព្រមទៅដោយគ្មានគ្រូពេទ្យដើម្បីចាក់បាប្រពន្ធរបស់គាត់ក្នុងពេលធ្វើដំណើរដូច្នេះគាត់បានសុំឲ្យទាហានទៅយករៀននៅពេលដែលបាឌីនិងគូស្វាមីភរិយាចាក់ចេញពីបន្ទប់ទាហានក៏បាញ់ស៊ីងត្រូវស្មារៀនព្យាយាមជួយគាត់ទាំងអស់សង្ឃឹមប៉ុន្តែក្រុមរបស់នាងបានអូសនាងចេញទៅខ្មោចឆៅនៅតែបន្តលេបមកហើយលើកនេះសូម្បីតែវ៉ាស៊ូក៏បើកការបាញ់ប្រហារដើម្បីការពារប្រពន្ធដែរប៉ុន្តែគាត់ស្រែកហៅស៊ីងរហូតដល់ស៊ីងអាចក្រោកឈរឡើងហើយចូលរួមប្រយុទ្ធដោយប្រើគ្រប់វត្ថុនៅក្នុងបន្ទប់ធ្វើជាអាវុធ ក្រោយពីពួកសត្វចម្លែកដួលអស់គាត់ក៏ចាប់ទាហានម្នាក់មកធ្វើជាខែលការពារពេលក្រុមជួយសង្គ្រោះព្យាយាមបាញ់គាត់ម្ដងទៀតស៊ីងវាប្រហារទាហានម្នាក់ដោយប្រើឈើចត់ហើយព្យាយាមយកខ្សែមួកមកច្របាច់កគេតែទាហាននោះកាត់ខ្សែដើម្បីរំដោះខ្លួនពួកគេបន្តប្រយុទ្ធគ្នាដោយដៃទទេហើយស៊ីងក៏មានព្រៀបតិចជាងដោយសាររបួសទាហាននោះវាគាត់ដួលហើយដាល់គាត់ពី3ដៃមុននឹងចាប់ច្របាច់កគាត់ធ្វើឲ្យស៊ីងស្ទើរតែសន្លប់បាត់ស្មារតីនៅពេលនោះសត្វចម្លែកមួយទៀតក៏លេចមុខមកហើយទាហាននោះក៏ត្រូវបែរទៅប្រយុទ្ធជាមួយវាវិញស៊ីងក៏ឆ្លៀតឱកាសសម្រាប់យកកម្លាំងហើយលើកនេះការប្រយុទ្ធមានភាពស្មើគ្នាបន្ទាប់ពីផ្លាស់ប្ដូរការវាយគ្នាទៅវិញទៅមកពួកគេក៏ដួលទៅលើដីព្រមគ្នាខណៈសត្វចម្លែកលោតទៅខំទាហាននោះស៊ីងក៏យល់សប្តិឃើញរីនដែលកំពុងអូសគាត់ចូលក្នុងបន្ទប់ដើម្បីជួយព្យាបាលរបួសដោយមានបាឌីជួយទីបំផុតស៊ីងក៏ដឹងខ្លួនហើយសុំទោសរីនដែលធ្វើឲ្យនាងបារម្ភនាងក៏សុំទោសគាត់វិញដោយនិយាយថានាងមិនដឹងធ្វើម៉េចបើគ្មានគាត់ទេខណៈពេលពាក់ចិញ្ចៀនពីខ្សែកឲ្យនាងស៊ីងប្រាប់នាងថាពេលរឿងនេះចប់ពួកគេនឹងត្រឡប់ទៅស្រុកកំណើតវិញដោយនៅសល់ពេលតែ15នាទីទៀតគ្រាប់បែកនឹងផ្ទុះទាហាននោះក៏ខ្លាចជាសត្វចម្លែកហើយតាមរកពួកគេតែបាឌីបានលឺហើយប្រមានពួកគេទាន់ពេលស៊ីងបោះដបសារធាតុគីមីដាក់វារួចបោះភ្លើងសញ្ញាដើម្បីដុតវាឲ្យឆេះក្រុមនេះចេញទៅមុនពេលទឹកបាញ់ចេញមកដូច្នេះពួកគេមិនឃើញសត្វចម្លែកទាំងនោះភ្ញាក់ឡើងទឹកបានធ្វើឲ្យមេរោគផ្នែកត្រីសកម្មឡើងដូច្នេះឥឡូវនេះពួក zombie បានប្រែក្លាយទៅជាសត្វបំផ្លាញខ្លួនដូចត្រីនៅពេលដែលបាឌីនិងគូស្នេហ៍មួយគូនេះទៅដល់ច្រករបៀងបន្ទាត់ពួកគេឃើញវ៉ាស៊ូកំពុងសម្លឹងមើលប្រពន្ធរបស់គាត់ព្រោះនាងត្រូវបានគេខំប៉ុន្តែវ៉ាស៊ូបដិសេធមិនព្រមទៅណាទេព្រោះគាត់សប្បាយចិត្តដែលបានឃើញនាងកម្រើកម្ដងទៀតគាត់ចូលទៅជិតដើម្បីប្រាប់នាងថាគាត់ស្រឡាញ់នាងហើយប្រពន្ធរបស់គាត់ក៏ខំគាត់ភ្លាមៗគណៈពេលដែលក្រុមវីរៈបរោះរត់គេចហ្វុង zombie ក៏ព័ទ្ធជុំវិញគ្រែហើយស៊ីសាច់វ៉ាស៊ូទីបំផុតអ្នកទាំង3ទៅដល់ផ្លូវជំរាយឡានដែលជាកន្លែងមានហ្វុង zombie មួយទៀតរកពួកគេឃើញស៊ីងប្រាប់ឲ្យរីននិងបាឌីរត់ចំណែកគាត់នៅចាំប្រយុទ្ធជាមួយពួកវាការបំផ្លាញខ្លួនបានធ្វើឲ្យពួក zombie កាន់តែខ្លាំងដូច្នេះវាមិនងាយស្រួលសម្រាប់ស៊ីងក្នុងការកម្ចាត់ពួកវាដូចលើកមុនឡើយបាឌីនិងរីនអាចទៅដល់ដំបូលហើយទាហានម្នាក់បានភ្ជុំកំភ្លើងដាក់ពួកគេរហូតដល់ធានាថាពួកគេមិនបានឆ្លងមេរោគរីនបញ្យល់ថាវ៉ាស៊ូនិងក្រុមរបស់គាត់បានស្លាប់ហើយប៉ុន្តែសូមឲ្យរងចាំស៊ីងដូច្នេះទាហានក៏យល់ព្រមឲ្យពេលនាង5នាទីចំសំណោតឡានស៊ីងកំពុងជាប់នៅក្នុងឡានមួយដែលធាក់ពួក zombie ដែលព្យាយាមលូកដៃចូលតាមបង្អួច zombie ម្នាក់ក្នុងចំណោមជាទាហានហើយក្នុងពេលតស៊ូគ្រាប់បែកដៃរបស់គាត់ក៏ផ្ទុះឡាននោះសំណាងល្អស៊ីងអាចរួចផុតពីការផ្ទុះប៉ុន្តែនៃសត្វចម្លែកជាច្រើនទៀតដែលកំពុងតាមប្រមាញ់គាត់នៅលើដំបូលផ្ទះទាហានម្នាក់បានបង្ខំឲ្យរីននិងបាឌីឡើងលើឧទ្ធម្ភាគចក្រដោយមិនខ្វល់ពីការជំទាស់របស់ពួកគេឡើយនៅពេលនោះស៊ីងក៏មកដល់ដោយមានហ្វូងខ្មោចឆៅតាមពីក្រោយប៉ុន្តែជាអកុសលឧទ្ធម្ភាគចក្របានហោះចេញទៅបាត់ទៅហើយរីននិងស៊ីងយំហើយសម្លឹងមើលមុខគ្នាជាលើកចុងក្រោយដោយក្តីស្រឡាញ់មុនពេលដែលពួកខ្មោចឆៅទម្លាយទ្វារចូលមកស៊ីងនៅតែបន្តប្រយុទ្ធរហូតដល់វិនាទីចុងក្រោយខណៈពេលដែលគ្រាប់បែកផ្ទុះកំទេចអាគារទាំងមូលមួយរយៈក្រោយមករីនបានត្រឡប់ទៅស្រុកកំណើតរបស់នាងជាមួយបាឌីទន្ទឹមនឹងនោះគេបានបង្ហាញថាស៊ីងនៅរស់រានមានជីវិតដោយសារលាក់ខ្លួនក្នុងធុងស្តុកទុកហើយគាត់ត្រូវសម្លាប់ខ្មោចឆៅម្នាក់ទៀតដើម្បីចេញមកក្រៅសូមចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីទស្សនាវីដេអូថ្មីៗបែបនេះទៀតអរគុណសម្រាប់ការទស្សនា